សួស្តីហ្វេនរបស់កូនទូរទស្សន៍អ្នកនរគ្នាជួយចុច like ជួយ subscribe ជួយសញ្ញាកណ្ដឹងឲ្យ admin ដើម្បីមើលរឿងស្នេហាលួចលាក់មានកូនមែនតែនគេទាត់ចោលមែនតែនមួយរឿងចាប់ fan ជាទីស្រឡាញ់អ្នកនរគ្នាតួស្រីរបស់យើងក្រោយពេលដែលរងការឈឺចាប់អស់រយៈពេលជាច្រើនឆ្នាំ6 7ឆ្នាំដែលនៅជាមួយគ្នារហូតដល់មានកូនភ្លោះ2នាក់នេះណាគឺគាត់បានសម្រេចចិត្តថាគាត់ត្រូវចាកចេញពីប្តីរបស់គាត់ហើយគាត់មិនអាចនៅទៀតបានទេនៅពេលដែលសង្សារគេត្រឡប់មកវិញដោយនាំមកជាមួយនឹងកូនមួយមកជាមួយផងដែរអញ្ចឹងទូស្រីរបស់យើងគាត់គិតថាគាត់មិនអាចនៅបន្តទៀតបានហើយគាត់ក៏មិនចង់ធ្វើជាឆ្អឹងទៅតឹងកអ្នកណាអញ្ចឹងគាត់ក៏បានសម្រេចចិត្តដាក់ពាក្យលាឈប់ហើយការដាក់ពាក្យលីឈប់នេះអ្នកនរគ្នាក៏ដឹងថាបើមនុស្សនឹងដឹងតែគាត់លីឈប់គេអត់ព្រមទេហើយនេះគឺជាសង្សារចាស់របស់គេដែលបានចាក់ចោលគេអស់រយៈពេលជាច្រើនឆ្នាំទៅការជាមួយនឹងប្រុសផ្សេងតែមិនមែនទៅការទេរត់តាមប្រុសផ្សេងរហូតដល់មានកូនត្រឡប់មកវិញក៏ពេលមានកូនគេអត់ទទួលខុសត្រូវក៏យកមកទម្លាក់ឲ្យទទួលខុសត្រូវក៏សុខចិត្តទទួលខុសត្រូវកូនគេឲ្យកូនគេហៅខ្លួនឯងថាជាឪពុកឲ្យកូនខ្លួនឯងហៅខ្លួនឯងថាជាពូរៀបការជាមួយទូស្រីវាជារឿងអាម៉ាស់សម្រាប់ទូប្រុសខ្លាំងហើយមកទៅបានជាគាត់សុខចិត្តឲ្យកូនខ្លួនឯងហៅខ្លួនឯងថាពូនៅគ្រប់ទីកន្លែងមិនឲ្យហៅតាប៉ាទេសម្រាប់នៅផ្ទះអាចហៅបានម្ដងម្កាលពេលហ្នឹងអ្នកនរគ្នាតួស្រីរបស់យើងគាត់អន់ចិត្តខ្លាំងជាងគេគឺការដែលឲ្យកូនខ្លួនឯងហៅថាហៅឪពុកបង្កើតនឹងថាជាពូនឹងឯងណារឿងទៅគាត់ធ្វើបាបដាក់គាត់បែបណាក៏បានបញ្ហាបែបណាក៏គាត់ទទួលយកបានប៉ុន្តែសម្រាប់បញ្ហាកូនរបស់គាត់គឺគាត់ទទួលយកអត់បានទេហើយសម្រាប់កូនប្រុសរបស់តួស្រីចរិតខ្លាំងដូចជាឪបេះបិទបានន័យថាមិនឲ្យហៅប៉ាមិនខ្ចីហៅប៉ាហៅពូក៏បានដែរមិនមែនមុខដូចម៉ែទេដល់ពេលហៅចឹងទៅអ្នកនរគ្នារីឯកូនស្រីហ្នឹងគឺចិត្តតន់ដូចទូស្រីចឹងគឺហៅប៉ារហូតទាំងគេសម្លឹងមុខហើយនៅតែព្យាយាមហៅទៀតពេលហៅអ្នកនរគ្នាកប៉ាល់ហោះដែលកូនស្រីស្រឡាញ់ខ្លាំងបំផុតតែឪពុកមិនបានទិញឲ្យទេប៉ុន្តែទិញឲ្យកូនរបស់នាងស្រីក្រោយនេះអតីតសង្សារចាស់គេហ្នឹងណាអ្នកនរគ្នានាងវិនវិននេះណាទិញឲ្យកូននាងវិនវិនហើយថែមទាំងឲ្យកូននាងវិនវិនហៅតាប៉ាទៀតកូនអ្នកដតីហៅខ្លួនឯងថាប៉ាបានកូនខ្លួនឯងហៅខ្លួនឯងថាប៉ាមិនបាននោះទេហើយនាងវិនវិនមិនទាំងដឹងផងថាតួប្រុសនេះណាគាត់មានកូនមានប្រពន្ធអត់ដឹងរឿងទេអ្នកនរគ្នាអញ្ចឹងហើយបន្ទូស្រីរបស់យើងថ្ងៃដែលមកប្រជុំនៅសាលាគេសុំឲ្យប៉ាម៉ាក់អីមកជាមួយអញ្ចឹងណាឪនោះមកប៉ុន្តែគេមកហ្នឹងគឺគេទៅអង្គុយជាមួយនាងវិនវិននោះក្នុងនាមជាគ្រួសាររបស់នាងវិនវិនហើយទូស្រីយើងដូចតាស្រីមេម៉ាយនាំកូនមកអញ្ចឹងដែរដល់តែពេលគេមកទទួលកូនទៅផ្ទះបានតែស្គរក្របមកគូនឹងឯងរួចហើយគេថាទៅផ្ទះជាមួយម៉ាក់ទៅគេប្រញាប់ទៅយកនាងសិញហើយនឹងនាងវិនវិននឹងទៅផ្ទះម៉ែកូននឹងទៅផ្ទះទូស្រីយើងគាត់លឺអញ្ចឹងហើយគាត់អន់ចិត្តខ្លាំងមែនតែនហើយកូននឹងក៏បានសួរថាចេះពូថ្ងៃស្អែកនេះណាគឺជាថ្ងៃគម្រប់អាយុ6ឆ្នាំរបស់ខ្ញុំមកខួបកណាត់ខ្ញុំអត់ហើយដល់ពេលហើយចឹងទៅគ្រាន់តែងាកមកញើមបន្តិចហើយទៅបាត់ចឹងទៅបើងើយកតើយនឹងកូនណាដល់ពេលកូនស្រីវិញស៊ួយនេះអ្នកនរគ្នាថាប៉ាណាហៅប៉ារហូតគ្នាគ្រាន់ចង់បានក្តីស្រឡាញ់ពីប៉ាចង់ឲ្យកូនហៅព្រមឲ្យហៅថាប៉ាចង់ឲ្យប៉ានឹងព្រមហៅថាកូនចង់បានណាប៉ុន្តែអត់បានអញ្ចឹងគេសន្យាថាគេនឹងមកខួបកំណើតអាយុ6ឆ្នាំរបស់កូនចាំរហូតដល់ម៉ោង2ម៉ោង3អាត្រៀតហើយមិនចេះឃើញឪមកក៏សម្រេចចិត្តផ្លុំទៀនហើយយកនំនឹងទុកក៏ឲ្យកូនដេកទៅអញ្ចឹងអ្នកនរគ្នាទូស្រីរបស់យើងគាត់ក៏អង្គុយចាំរហូតដល់ដេកលក់ទៀតបានប្តីនឹងមកដល់ທາງគាត់សុំទោសគាត់មកយឺតចឹងណាគេអាឡ័យតែលួងសៀនដោយសារក្មេងគ្នាអត់សប្បាយចិត្តទូស្រីយើងគាត់គិតទៀតគាត់ថាអញ្ចេះគាត់ចង់និយាយថាហេតុអីបានជាគេខ្លាចកូនអ្នកដតីមិនសប្បាយចិត្តតែមិនខ្លាចតែកូនខ្លួនឯងមិនសប្បាយចិត្តអញ្ចឹងពេលហ្នឹងអ្នកនរគ្នាទូស្រីយើងគាត់ឲ្យលិខិតលេងលះមួយទៀតឲ្យប្តីគាត់សញ្ញេប្តីគាត់មិនបានមើលលិខិតលេងលះហ្នឹងទេអាឡ័យតែខ្វល់នឹងនាងវិនវិននោះក៏សុកចិត្តសញ្ញេបន្ទុះបតាហើយក៏ទៅបាត់ចឹងទៅហើយគាត់ប្រាប់ឲ្យទូស្រីរបស់យើងនឹងរើចេញពីផ្ទះអ្នកនរគ្នារើចេញពីផ្ទះប្រហែលថ្ងៃសិនទៅដោយសារនាងវិនវិននឹងកូនមកនៅហ្នឹងអញ្ចឹងគេអត់ចង់ឲ្យនាងវិនវិនដឹងថាគេនឹងមានប្រពន្ធមានកូនទេគេសុំឲ្យជួយលាក់បាំងហើយថ្ងៃនឹងដែរនៅឃើញតែខ្លួនឯងខុសឲ្យប្រពន្ធកូនចេញពីផ្ទះឲ្យស្រីចូលផ្ទះខ្លាចស្រីដឹងតែខ្លួនមានប្រពន្ធកូនក៏យកនំខេកមកលួងអញ្ចឹងណាដល់ហើយអញ្ចឹងទៅកូនទាំងពីរនាក់លេងអាមួយធ្លាប់តែហៅពូវាស៊ំតែជាអាមួយទៀតធ្លាប់តែហៅប៉ាដល់លើកនេះហៅពូលេងហៅប៉ាអ្នកនរគ្នាហើយដល់ពេលយកនំខេកនឹងសិតតែនំខេកដែលប្រតិកម្មដែលកូនមិនអាចហូបបានសិតតែរសជាតិស្វាយអញ្ចឹងទូស្រីយើងក៏ឲ្យកូនខ្ជាក់គាត់ថាចេះកូនក្មេងមានប្រតិកម្មផ្លែស្វាយយូរណាស់អត់ដឹងទេដល់ហើយអញ្ចឹងទៅអ្នកនរគ្នាពីរនាក់ម៉ែកូន3នាក់ម៉ែកូននឹងក៏នាំគ្នាចេញមកអញ្ចឹងចេញមកដោយគ្មានភាពអាឡោះអាល័យហើយបានត្រឹមណាលាឲ្យពូ
ណាដល់ពេលលីហើយពូចឹងក៏ចាប់ផ្ដើមមានអារម្មណ៍អត់សប្បាយចិត្តវាប្លែកធម្មតាកូនទោះបីតែអន់ចិត្តយ៉ាងណាក៏នៅតែហៅប៉ាប៉ុន្តែលើកនេះបែរជាហៅពូមិនព្រមហៅប៉ាសោះដាច់ភើងហ្មងដល់ទៅពេលទៅកន្លែងធ្វើការវាបាត់អ្នកនរគ្នាបាត់ទូស្រីយើងអត់ឃើញនៅកន្លែងធ្វើការហើយយន្តហោះដែលកូនស្រឡាញ់បំផុតក៏ត្រូវបាននាងស៊ីងកូនរបស់នាងវិនបោកចោលដែរបោកចោលដោយមិនគិតមិនក្រែងមិនខ្វល់មិនយល់ពីអារម្មណ៍អ្នកណាសោះហើយដល់ពេលអញ្ចឹងទៅអ្នកនរគ្នាក៏ចាប់ផ្ដើមនឹកអាឡ័យកូនខ្លួនឯងនៅផ្ទះមានរបៀបខ្លាចខ្លួនគោរពខ្លួនណាមិនដែលធ្វើអីតាមតែចិត្តខ្លួនដល់ទៅពេលកូននាងវិញវិញអត់ណាធ្វើអីតាមតែចិត្តខ្លួនឯងឥឡូវនេះរកឃើញហើយថាប្រពន្ធខ្លួនឯងបានលីឈប់ពីការងារប្រពន្ធខ្លួនឯងបានលែងលះខ្លួនឯងជាអ្នកសញ្ញេដល់ផ្ទាល់ដៃទៀតអញ្ចឹងក៏ចាប់ផ្ដើមរកឃើញហើយក៏ចាប់ផ្ដើមតាមរកប្រពន្ធត្រឡប់មកវិញទូស្រីយើងគាត់បានសម្រេចចិត្តចាក់ចេញទៅនៅឡើងឆ្ងាយទិញផ្ទះនៅជនបទរស់នៅជាមួយនឹងកូនរស់នៅដោយមានក្តីសុខមិនចាំបាច់មានប្តីទេនៅ3អ្នកកូនក៏បានដែរព្រោះប្តីជាបន្ទុកប្តីជាបញ្ហាប្តីជាការឈឺចាប់ប្តីជាការឈឺក្បាលប្តីជាការព្រួយបារម្ភប្តីជាកំហុសអញ្ចឹងហើយគឺមិនបាច់យកហើយសុខចិត្តនៅតែជាមួយកូនដល់តែពេលចាប់ផ្ដើមគ្មានទូស្រីចាប់ផ្ដើមមើលឃើញថាបាត់ទូស្រីទៅស្ងាត់បាត់ទូស្រីទៅក្រុមហ៊ុនដូចជារឿងច្រើនបាត់ក្រុមហ៊ុនទូស្រីទៅក្រុមហ៊ុនដូចជាអញ៉ែណាមិនវាច្បោកច្បល់មិនរលូនសោះអញ្ចឹងហើយក៏ចាប់ផ្ដើមនឹកទៅស្ដាយក្រោយចង់បានទូស្រីត្រឡប់មកវិញចង់ហៅទូស្រីមកវិញអីចឹងណាប៉ុន្តែរកអត់ឃើញរកកន្លែងណាក៏រកមិនឃើញដែរហើយថ្ងៃនេះទៅជួបជាមួយនឹងអតិថិជនគេមកគឺចង់ជួបទូស្រីហើយគេឃើញនាងវិនគេស្មានតែជាវ៉ាន់ទូស្រីរបស់យើងតាមពិតមិនមែនទេអ្នកនរគ្នាហើយនាងវិនជាមនុស្សស្រីគេហៅស្រីខាត់លាក់ណាស្រីដូចថាជួបមិនមែនជួបឲ្យចម្រើនគ្រួសារទេជួបឲ្យគឺធ្វើឲ្យគ្រួសារហ្នឹងមានបញ្ហាចង្រៃហ្មងណាអ្នកនរគ្នាដល់ពេលហើយចឹងទៅចង់និយាយថាដល់ពេលហើយចឹងទៅក៏ស្រាប់តែគេនាំកូនទៅបញ្ចុកអីចឹងទៅនៅចាំទូប្រុសយើងនិយាយការងារហើយដល់ពេលកូននឹងអត់របៀបមនុស្សអត់មយាទឃើញកូនរបស់លោកហួរនឹងកំពុងលេងតុក្កតាបាប៊ីដែលមានតម្លៃថ្លៃបំផុតដូចអាឡាប៊ូប៊ូចឹងណាក៏ទៅដដើមគេលេងហើយដល់ទៅពេលហើយយកនំមកបញ្ចុកបណៈកញ្ចប់អត់មានភាពខ្មាស់អៀនដូចថាមិនចេះយល់កលៈទេសៈថាហ្នឹងគេទ្វង់ធ្វើការហ្នឹងអីអត់ខ្វល់សោះបដ ாய் អ្នកនរគ្នាដល់ចឹងហើយក៏ធ្វើឲ្យលោកហួរហ្នឹងគាត់សើចចឹងគាត់ថាអីទេគាត់ក៏មានប្រពន្ធល្អចឹងដែរណាដល់ពេលហើយចឹងទៅអ្នកនរគ្នាលោកហួរមិនតែដឹងថាទូប្រុសយើងមាននឹងទូស្រីយើងប្តីប្រពន្ធផងហ្នឹងរឿងប្តីប្រពន្ធដឹងតែខ្លួនឯងពីរអ្នកសោះអ្នកណាក៏មិនដឹងមានកូនក៏គ្មានអ្នកដឹងដល់ពេលគេព្រមសញ្ញេព្រមសហការងារជាមួយនឹងគឺដោយសារអីគេពេញចិត្តស្នាដៃទូស្រីទេមិនមែនដោយសារប្តីនឹងមានសមត្ថភាពទេដល់ពេលហើយតានឹងគាត់ក៏សរសើរដែរណាថាទូប្រុសយើងមានលេខាល្អចឹងទៅហើយទូស្រីរបស់យើងអ្នកនរគ្នាគាត់គ្រាន់តែជានារីធម្មតាប៉ុន្តែគាត់ទូនមានអប់រំកូនគាត់បានល្អណាស់មានរបៀបមានវិញ្ញាណហើយដល់ពេលទូប្រុសយើងឃើញនាងវិនអត់របៀបចឹងគាត់ចាប់ផ្ដើមនឹកឃើញថាមិនបានខុសគ្នាឆ្ងាយម្លេះប្រពន្ធគាត់ដល់ពេលអញ្ចឹងទៅបានមើលឃើញថាប្រពន្ធខ្លួនឯងល្អប្រពន្ធគាត់ធ្វើឲ្យគាត់មានមោទនភាពទៅដល់ណាក៏គេសរសើរដល់តែពេលនាងនោះមកដល់គេរិះគន់មួយប៉បមកដល់ធ្វើឲ្យខ្មាស់គេមួយប៉បបើទូស្រីនៅអត់ទេណាធ្វើអីលើកមុខលើកមាត់ណាស់អញ្ចឹងហើយចាប់ផ្ដើមស្ដាយក្រោយហើយចាប់ផ្ដើមមានអារម្មណ៍ថាទោះបីជាទទួលបានជោគជ័យនៅក្នុងការងារប៉ុន្តែវាគ្មានក្តីសុខនៅក្នុងការងារហ្នឹងទេវាចេះតែមានរឿងក្តៅកាហាយចូលមករហូតបន្តគ្នាចឹងទៅហើយបន្តមកទៀតអ្នកនរគ្នាគាត់ក៏ចាប់ផ្ដើមស្ដាយដោយសារថាលោកហួរហ្នឹងគេប្រាប់ថាចេះលេខាស៊ូល្អខ្លាំងណាស់ណាគឺបើថាទូប្រុសលេងត្រូវការគាត់សុំហ្មងគាត់ឲ្យប្រាក់ខែខ្ពស់បំផុតចឹងហើយខាងនេះក៏ស្ដាយគេថាអត់ឲ្យទេណាដោយសារមនុស្សនៅមួយគ្នាយូរហើយដល់តែពេលនាងស៊ីងកូននាងវិនណាទៅដដើមតុក្កតាបាប៊ីរបស់កូនលោកហួរនេះហើយដដើមគេរុញគេឡើងដួលអុកគូននេះអ្នកនរគ្នាដល់ហើយកូននឹងវាភ័យធ្លាក់កែវបាយកែវអីណាលោកហួរក៏ពេលមកចឹងទៅទូប្រុសយើងគាត់ក៏ទៅជួយលើកកូនរបស់លោកហួរដែរហើយដល់ពេលលោកហួរមកក៏សួរមានរឿងអីហើយនាងក៏ថាចេះស្អីមិនសឡុតក្មេងអីក្មេងគ្រាន់តែសុំលេងក៏ចិត្តអាក្រក់ម៉េះឲ្យវាលេងទៅអត់ចេះយល់ថាកូនខ្លួនឯងខុសបដៅកូនអត់បានល្អអញ្ចឹងលោកហួរគាត់ខឹងគាត់ថាឥឡូវដោះស្រាយមួយគាត់មិនហេតុអីបានជាមកធ្វើបាបកូនគាត់អញ្ចឹងណាគេថាគាត់របស់ប្រពន្ធហ្នឹងក៏អស់ចាអីណាទៅកូនគាត់ចង់បានឲ្យកូនគាត់មកវាចូលលក្ខណៈដូចអ្នកសុំទានណាអ្នកនរគ្នាហើយលោកហួរគាត់ស្ដីឲ្យអញ្ចឹងទូប្រុសគាត់ថាគាត់សុំទោសណាចំពោះរឿងបានកាត់ឡើងចាំគាត់រកតុក្កតាបាប៊ីដែលថ្លៃបំផុតសងវិញហើយគាត់ចាប់ផ្ដើមគិតទៀតគាត់ថាអញ្ចឹងបើសិនជាទូស្រីយើងស៊ូវ៉ាន់នៅគឺគាត់អត់ខ្មាស់គេអញ្ចឹងទេអត់ប្របាក់មុខគាត់អញ្ចឹងហើយអត់បកករឿងឲ្យគាត់អញ្ចឹងទេចុះហេតុអីបានជានាងវិននឹងប្របាក់មុខគាត់ដល់ថ្នាក់ហ្នឹងហេតុអីបានធ្វើឲ្យគាត់មានភាពអាម៉ាស់អីដល់ថ្នាក់ហ្នឹងហើយដល់ពេលហើយអញ្ចឹងទៅខាងទូស្រីយើងស្ដីគេស្ដីឲ្យបណ្ណាក៏បន្តមកដែរដល់តែពេលនាងនេះដាក់ប៉ាំងឆេះយកបដ ாய் អញ្ចឹងហើយធ្វើឲ្យតួប្រុសរបស់យើងគាត់មានអារម្មណ៍ថាគាត់ដូចខុសគាត់ដូចជ្រើសរើសមនុស្សខុសគាត់ដូចតែ
ក៏ឲ្យតម្លៃមនុស្សខុសហើយចឹងណាគាត់មិនគួរណាបែបនឹងសោះចឹងអ្នកនរគ្នាដល់ពេលហើយចឹងទៅហើយពេលហ្នឹងអ្នកនរគ្នាគឺលោកហួរគេក៏លើកលែងទោសឲ្យចឹងទៅគេនឹកឃើញថាហើយទៅកុំឲ្យវារឿងវែងឆ្ងាយគេថាមនុស្សគេមិនមែនជាមនុស្សបករឿងចឹងអ្នកនរគ្នាគេសុកចិត្តហើយក៏ចាប់ចឹងទៅទូប្រុសរបស់យើងគាត់ចាប់ផ្ដើមមានអារម្មណ៍អាម៉ាស់ខ្មាស់លោកហួរគាត់និយាយថាចេះដំបូងឡើយខ្ញុំគិតថាវាល្អប៉ុន្តែខ្ញុំគិតថាលោកគួរពិចារណាឡើងវិញស្រីម្នាក់នេះវាអត់ស័ក្តិសមធ្វើជាលេខារបស់លោកទេបើសិនជាទុកមនុស្សប្រភេទនេះនៅក្បែរខ្លួនខ្ញុំគិតថាថ្ងៃណាមួយលោកប្រកាសជាដួលរលំហើយអញ្ចឹងគឺខ្ញុំមិនលុកលាន់រឿងលោកប៉ុន្តែលោកគួរតែពិចារណាដែរទូប្រុសយើងពេលស្ដាប់សម្ដីគេបូកក្នុងរូបភាពផុសតាងគ្រប់បែបយ៉ាងដែលឃើញហើយគាត់ក៏ពិចារណាថាដូចគេនិយាយមែនយប់ឡើងស្រាប់តែឃើញបន្ទប់បើកចំហគាត់គិតថាទូស្រីយើងត្រឡប់មកវិញហើយក៏បើកភ្លើងបាច់ឃើញដេកអញ្ចឹងក៏អញ្ចឹងអ្នកនរគ្នាឃើញដេកនៅលើគ្រែក៏អមែនតែដល់ពេលមកអោបខ្វាវិនដែលមករកខ្យល់អីគេថាហាក់ដូចគេដេកមិនបានយើងជាសង្សារនឹងគ្នាតែទូប្រុសថាដោះកៅអៅប្រពន្ធគាត់ចេញថាប្រពន្ធនេះស្អីហ្នឹងលោកមានប្រពន្ធទេថាឲ្យដោះកៅអៅនឹងចេញទៅគេថាបាច់លេងសើចច្រើនទេហើយក៏មកតកងអោបគេវឹបអ្នកនរគ្នាងាយខ្លាំងមែនតែនហើយនិយាយពីផ្ទះរាយលប៉ាត់លប៉ាយអត់ចេះរៀបចំបោសសម្អាតទេក៏ក្រិចស្មោកគ្រោកខ្លាំងមែនតែនទូស្រីយើងនៅផ្ទះចូលមកដល់ផ្ទះមិនដែលក៏ក្រិចហើយដល់ពេលឃើញសភៅអ្នកកូនប្រមូលអានជាមួយអត់រំខានណាធុញណាកុំមករំខានអញ្ចឹងណាអញ្ចឹងហើយដល់ពេលកូនទៅបាត់ឃើញសភៅក៏ស្ដាយក្រោយក៏ចាប់ផ្ដើមនៅឃើញថាងបើកូននៅហ្នឹងប្រហែលជារឿងល្អហើយដល់ហើយអញ្ចឹងទៅអ្នកនរគ្នាពេលហ្នឹងហើយគឺស្រាប់តែទូប្រុសរបស់យើងគាត់ស្ដាយក្រោយគាត់ថាម៉េចបានគាត់ស្រឡាញ់កូនអ្នកដតីហើយបោះបង់កូនខ្លួនឯងចោលហេតុអីបានគាត់ឲ្យតម្លៃអ្នកដតីមិនឲ្យតម្លៃកូនខ្លួនឯងប្រពន្ធខ្លួនឯងអញ្ចឹងហើយគាត់ចាប់ដើមស្ដាយក្រោយអ្នកនរគ្នាសំនឹងនាងសិងនឹងយកយន្តហោះកូនទូប្រុសបោកចោលទៀតកូនប្រុសទូប្រុសយើងខឹងបដ ாய் ថាអានេះគឺជាយន្តហោះកូនស្រីរបស់គាត់ហេតុអីបានយករបស់កូនគាត់បោកចោលអញ្ចឹងហើយនាងវិនគេថាអញ្ចេះកូនស្រីមកពីណាបានន័យថាពីរនាក់នឹងជាកូនរបស់លោកត្រូវឲ្យជាកូនភ្លោះរបស់គាត់ហើយដល់សួរថាដល់អញ្ចឹងទៅគឺដល់ហើយនាងវិនវាខឹងតាមពិតនាងវិនល្អដែរថាអញ្ចឹងនេះលោកមានប្រពន្ធមានកូនហើយលោកបែរជាមិនប្រាប់ខ្ញុំនេះចង់ឲ្យខ្ញុំធ្វើជាស្រីកំណាន់ឬធ្វើជាប្រពន្ធចុងគេខ្ញុំប្រាប់ឲ្យហើយណាបើទោះជាខ្ញុំមិនម៉ាយក៏មិនមែនខ្ញុំត្រូវមកធ្វើប្រពន្ធចុងអ្នកណាដែរនាងវិននេះក៏ខឹងដាច់ក្បាលដាច់កន្ទុយហើយទៅបាត់ទៅអ្នកនរគ្នាស្រីអញ្ចឹងគេហៅថាល្អមួយយ៉ាងដែរបានន័យថាខ្ញុំទោះបីជាប្តីច្រើនប៉ុន្តែតើតែប្តីនឹងកន្លោះនៅលីវដែរណាប្តីគេមិនយកទេអាហ្នឹងល្អរបស់គេដែរណាហើយទូប្រុសយើងក៏ស្ដាយក្រោយដល់ពេលចឹងទៅក៏យំតាមរកកូនណារកកន្លែងណាក៏មិនឃើញរកកន្លែងណាក៏មិនឃើញទៅណាក៏មិនជួបឲ្យស៊ើបគ្រប់កន្លែងរកអត់ឃើញសោះហ្មងអ្នកនរគ្នាគឺទូស្រីយើងក៏ថាកិច្ចឲ្យឯងឃើញមុខហ្មងឲ្យវាចាប់ដាច់គ្នាត្រឹមហ្នឹងទៅធ្វើម៉េចបើយើងវាអត់មានកន្លែងត្រូវគ្នាបានយើងអត់មានកន្លែងសមរម្យជាមួយគ្នាបានបើយើងមិនត្រូវគ្នាហើយឲ្យមិនត្រូវគ្នារហូតទៅកុំឲ្យប្របាក់វែងឆ្ងាយអើយតទៅមុខទៀតចឹងហើយអ្នកនរគ្នាខាងនេះក៏អង្គុយសួនសោចឹងទៅប្រពន្ធនៅឯណាកូននៅឯណីហើយដល់ពេលរកប្រពន្ធមិនឃើញរកអីមិនឃើញក៏មួម៉ៅក្តៅកាហាយក៏កើតទុកតូបោទុកម្នេញស្អីសណ្ដុយជាសណ្ដុយទេដល់ពេលហើយអញ្ចឹងទៅអ្នកនរគ្នាក៏នឹកឃើញបើទូស្រីយើងនៅស្រួលណាស់ហើយណាប៉ាកែណាស់មានសមត្ថភាពណាស់បើបញ្ហាប៉ុណ្ណឹងគាត់មិនបាច់ឈឺក្បាលដោះស្រាយទេទូស្រីយើងដោះស្រាយបានរួចរាល់ស្រួលបួលហើយគាត់ក៏មិនចាំបាច់ពិបាកហត់នឿយដែរប៉ុណ្ណេះហ្នឹងគឺគាត់បានដោះស្រាយឡើងល្អហើយកូនទូស្រីរៀនបកាយដល់គ្នាថ្ងៃនេះគឺម៉ែកូនគេទៅទទួលពានរង្វាន់ដោយសារកូនគេប្រឡងគណិតជាប់លេខ1នៅទូទាំងប្រទេសហើយត្រូវទៅប្រកួតអូឡ িম্প ពិកទៀតណាគណិតវិទ្យាហ្នឹងដល់ពេលហ្នឹងទូប្រុសយើងគាត់ដឹងរឿងថាកូនរបស់គាត់ហ្នឹងគឺទទួលបានពានរង្វាន់នៅសាលានេះគាត់ក៏បានមកចូលរួមដូចគ្នាដែរដល់ទៅពេលហើយខាងសាលាហ្នឹងគេក៏សួរនាំដល់អញ្ចឹងហើយអញ្ចឹងទៅខាងឪពុកនៅណាឪពុកគាត់ជាមានមោទនភាពអញ្ចឹងទៅកូនហ្នឹងក៏បានឆ្លើយចំពោះមុខមនុស្សគ្រប់គ្នាថាគាត់អត់មានឪពុកទេអូយកូននេះចិត្តខ្លាំងដូចឪវាដូចម៉ែវាដូចឪវាបេះបិទហ្មងណាគាត់ថាគាត់អត់មានឪពុកទេដល់ពេលហ្នឹងទូប្រុសរបស់យើងគាត់កម្ៅគេថាគាត់គឺជាឪពុកគេថាវាអត់មានឪពុកទេសូម្បីតែកូនស្រីធ្លាប់តែចិត្តតុនតែបើដាច់ចិត្តទូស្រីអញ្ចឹងដល់ហើយអញ្ចឹងទៅក៏យកកាដូយកអំណោយមកឲ្យអញ្ចឹងទៅកូនអត់យកសោះបដិសេធគឺមិនយកមិនហៅឪមិនហៅអីទាំងអស់ទោះបីជាខំលួងប៉ុណ្ណាក៏ដោយទូស្រីថាអញ្ចឹងយើងលែងលះគ្នាហើយលោកក៏បានសញ្ញេបោះបង់សិទ្ធិចិញ្ចឹមកូនឲ្យគាត់រួចហើយដែរដូច្នេះហើយយើងទាំងពីរនាក់គឺលែងមានអីតាក់ទងជាមួយគ្នាដែរហើយក៏គ្មានណាដឹងរឿងថាយើងជាប្តីប្រពន្ធអីដែរណាវាជារឿងអាកំបាំងហើយវានឹងអាកំបាំងតរហូតរៀងទៅវាគ្មានថ្ងៃខ្លាយទៅជាការពិតទៀតទេដល់ពេលហើយខាងប្រុសនេះអ្នកនរគ្នាអាងប្រើអំណាចប្រើកម្លាំងគេថាចេះបើសិនជាទូស្រីយើងចង់លែងលះគេលែងបានតែកូនគេត្រូវយកត្រឡប់ទៅវិញប៉ុន្តែអ្នកនរគ្នាអើយគាត់ប្រើអំណាចរបស់គាត់គៀបសង្កត់ដើម្បីដណ្ដើមកូនយកពីទូស្រីរបស់យើងទៅដល់ពេលកូននឹងគឺប្រកែកដាច់អហង្ការគេអត់ព្រមទៅជាមួយឪទេណាទោះបីជាខំប្រឹងចាប់បង្រាត់មិនក៏ដោយហើយទូស្រីយើងគាត់បញ្ជាក់គាត់ថាអញ្ចឹង
គាត់នៅរយៈពេលប្រហែលឆ្នាំគាត់គឺវេទនាណាគាត់ក្រំចិត្តណាគាត់ទទួលបានការប្រមាថគាត់ទទួលបានមើលការមើលងាយដូច្នេះហើយកុំឲ្យមកប្រើភាសាថាសុំទោសហើយក៏មិនបាច់ប្រើភាសាស្រឡាញ់ការអាណិតអាសូរអីជាមួយគាត់ដែរគាត់គ្មានអារម្មណ៍អាណិតអាសូរការស្រឡាញ់អីជាមួយទេណាដល់ពេលហើយចឹងទៅអ្នកនរគ្នាទូប្រុសយើងក៏ប្រើឲ្យអង្គរៈនឹងចាប់កូនទូស្រីបំបែកកូនគេថាចេះថាម៉ាក់ឲ្យម៉ាក់ចាំគេបើសិនតែគេមិនបានមកជួបម៉ាក់វិញធំឡើងគេនឹងរត់មករកម៉ាក់គេវិញគេមិនព្រមរស់នៅជាមួយនឹងមនុស្សអាក្រក់ម្នាក់នឹងទេកូនក៏ស្អប់អ្នកនរគ្នានិយាយទៅល្មមក្មេងស្អប់ដែរមិនឲ្យគ្នាហៅឪសំបីតែមួយម៉ាត់ចឹងហើយគ្នាស្អប់ហើយអ្នកនៅនឹងគេក៏ជួយទូស្រីរបស់យើងអ្នកនរគ្នាជួយហើយអីហើយចឹងណាជួយចាត់ការទូប្រុសរបស់យើងនេះរហូតទៅដល់វាយគ្នាបតាយបតប់ពេញហ្នឹងគេក៏បានហៅប៉ូលីសមកដល់ពេលហៅប៉ូលីសមកចឹងណាគេសួរនាំមើលដឹងហេតុការសពគ្រប់បែបយ៉ាងទៅទើបដឹងថាអូទូប្រុសយើងពិតជាឪពុករបស់ក្មេងពិតប្រាកដមែនដល់ហើយចឹងទៅអ្នកនរគ្នាទូស្រីរបស់យើងក៏ថាអញ្ចេះលោកមកចង់បានកូនស្អីពីព្រោះលោកអត់បានស្រឡាញ់កូនហើយក៏មិនបានស្រឡាញ់ខ្ញុំលោកជាអ្នកបង្គាប់ឲ្យកូនហៅតាពូដល់ពេលកូនហៅតាពូគឺវាចាប់ត្រឹមនេះឯងមួយវិញទៀតខ្ញុំមិនបានទៅឲ្យដៃលោកមិនបានចង់ទៅដេកជាមួយលោកគឺលោកចាប់រំលោភខ្ញុំបើមិនមែនលោកចាប់រំលោភខ្ញុំក៏គ្មានកូននឹងកើតឡើងដែរដូច្នេះហើយលោកមិនដែលមានស្នេហានៅក្នុងនឹងទេទូប្រុសរបស់យើងអ្នកនរគ្នាពេលដែលនឹកឃើញរឿងនឹងឡើងវិញមិនដឹងថាខ្លួនឯងបានធ្វើខុសចំពោះទូស្រីធ្ងន់ប៉ុណ្ណាយើងបោះបង់ភាពយុវវ័យបោះបង់ក្តីស្រឡាញ់របស់យើងជាមួយមនុស្សល្អហើយត្រូវមកនៅជាមួយមនុស្សដែលបានប្រមាថមើលងាយយើងអស់រយៈពេលជាច្រើនឆ្នាំទោះបីមនុស្សម្នាក់នឹងដឹងខ្លួនប៉ុណ្ណាក៏ដោយប៉ុន្តែអ្នកនរគ្នាអាការឈឺចាប់ដកក្នុងចិត្តយើងវាធ្ងន់ជាងអ្វីដែលគេដឹងខ្លួនពេលនេះដល់ពេលហើយចឹងទៅក៏លែងហ៊ានរំខានសុកចិត្តទិញអំណោយទិញកាដូថ្ងៃខួបកំណើតឲ្យកូនជាបន្តបន្ទាប់ឆ្នាំហើយក៏សុំអនុញ្ញាតពីទូស្រីណាសុំតែផ្ដល់អំណោយឲ្យកូនទេទូស្រីយើងគាត់ក៏ទទួលទៅព្រោះថាជាឪពុកក៏ជាព្រះម្នាក់ដែរអញ្ចឹងហើយកុំឲ្យបាបមានកម្មពីវេរានឹងគ្នាក៏សុកចិត្តឲ្យកូនទទួលយកអំណោយហ្នឹងហើយចង់បញ្ចប់ខ្លួនឯងបានត្រឹមមកលបឈរមើលកូនពីក្រោយខ្នងតែឱកាសបានហៅប៉ាមួយម៉ាត់ក៏មិនមានផង